ចឹងការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះក្នុងលក្ខណៈជាមហាគ្រួសារខ្មែរគឺដើម្បីដែលបង្ហាញនៃមនោសញ្ចេតនានៃការជឿជាក់និងការគ្រប់គ្រងទៅលើរាជរដ្ឋាភិបាលគ្រប់គ្រងទៅលើកងកម្លាំងបដាអាវុធរបស់យើងគ្រប់គ្រងទៅរាល់វិធានការដោះស្រាយការពារបូរណភាពទឹកដីដោយសន្តិវិធីកម្ពុជាមិនមានបំណងប្រាថ្នាក្នុងការពង្រីកនៅបញ្ហានោះទេហើយរឿងនេះអ្វីដែលជាបញ្ហាប្រឈមរវាងរាជរដ្ឋាភិបាលយើងដោះស្រាយរវាងរាជរដ្ឋាភិបាលនិងរដ្ឋាភិបាលតែសូមថែរក្សាភាពចាស់ទុំនិងការគោរពស្រឡាញ់ក្នុងនាមជាជាតិមួយនិងជាតិមួយបន្តថែមទៀតដោយមិនមានការឈានទៅដល់ការរើសអើងណានោះទេចឹងសារជាថ្មីម្ដងទៀតការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះមិនមានបំណងក្នុងការបង្ហាញកម្លាំងនៃការគម្រាមកំហែងឬក៏មានសារអវិជ្ជមានទៅក្នុងដំណាក់កាលជូនអ្នកណានោះទេគោលបំណងរបស់យើងក្នុងនាមជាមហាគ្រួសារខ្មែរគឺមកជួបជុំគ្នាបង្ហាញនៃការគាំទ្រទឹកចិត្តភាពជឿជាក់ទៅលើរាជរដ្ឋាភិបាលរបស់យើងទាំងអស់គ្នាហើយចំណុចចុងក្រោយបងអស់មុននឹងខ្ញុំបញ្ចប់ហើយឈានទៅដល់ដំណើរការនៃកម្មវិធីរបស់យើងកម្មវិធីរបស់យើងគឺជាការជួបជុំគ្នាដង្ហែស្មើជើងដើម្បីបង្ហាញនៃការគាំទ្រដល់រាជរដ្ឋាភិបាលនិងកងកម្លាំងបដាអាវុធរបស់យើងសហភាពសហព័ន្ធយុវជនកម្ពុជាមានកិត្តិយសក្នុងការទទួលបានការអនុញ្ញាតពីសម្ដេចពីថ្នាក់ដឹកនាំរបស់យើងទាំងសម្ដេចមហាបវរធិបតីនិងសម្ដេចតេជោមានការសហការទាំងអស់ក៏ប៉ុន្តែក៏សូមបញ្ជាក់ថាថ្ងៃនេះម៉ោងនេះពេលនេះមិនមែនជាកម្មវិធីរបស់សសយកទៀតទេកម្មវិធីពេលនេះម៉ោងនេះនៃការជួបជុំគ្នាជាកម្មវិធីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរម្នាក់ទាំងអស់គ្នាកម្មវិធីនេះគឺវាសបញ្ជាក់ទៅលើទឹកចិត្តម្នាក់ដែលជាកូនខ្មែរដែលមានការគិតគូរយល់ពីសុខទុក្ខមានការចូលរួមចំណែកហើយចង់បង្ហាញទៅលើឆន្ទៈនិងមោទនភាពចង់បង្ហាញទៅលើក្តីស្រឡាញ់ចង់បង្ហាញទៅលើការគាំទ្រចង់បង្ហាញទៅលើការជឿជាក់ដល់ប្រជាណាចក្រកម្ពុជាជឿជាក់ទៅលើព្រះមហាក្សត្រជឿជាក់ទៅលើសម្ដេចយាយជឿជាក់ទៅលើសម្ដេចតេជោហើយជាពិសេសជឿជាក់ទៅលើសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលចឹងខ្ញុំសារជាថ្មីម្ដងទៀតពិតជាសូមថ្លែងអំណរគុណចំពោះទាំងអស់គ្នាដែលមានវត្តមាននៅទីនេះហើយក៏ខ្ញុំជឿជាក់ថាមានពុកម៉ែមាមីងបងប្អូនដែលបានកំពុងតែតាមដាននៅតាមទូរទស្សន៍ដោយសារអាចថានៅឆ្ងាយឬមិនបានមកនៅក្នុងថ្ងៃនេះមានរឿងពីរដែលខ្ញុំសូមចែករំលែកចំពោះផ្សារភ្ជាប់នៅក្នុងថ្ងៃទីមួយក៏សូមអធិស្ឋានចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានបំណងតាំងពីម្សិលមិញទិញអាវដែលយើងបោះក្នុងការកម្មវិធីតែដោយសារកម្មវិធីវាពេលវាខ្លីពេកយើងមិនអាចបោះអាវនេះឲ្យបានគ្រប់គ្រាន់តែយើងទទួលព័ត៌មានថាមានប្អូនម្នាក់គាត់បានធ្វើដំណើរពីកំពង់ឆ្នាំងឡើងមកដល់រាជធានីភ្នំពេញដើម្បីត្រឹមតែមកទិញអាវដើម្បីអនុស្សាវរីយ៍នៃព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្ត្រនៃការជួបជុំគ្នានៃមហាគ្រួសារខ្មែរនៅក្នុងថ្ងៃនេះតែម្ដងទី2ក៏ខ្ញុំពំនាំនឹងអនុស្សាវរីយ៍នឹងរឿងមួយដែលវាបាក់ពាល់ឬក៏វាដកនៅក្នុងទឹកចិត្តបេះដូងរបស់ខ្ញុំកាលមុនក្នុងឱកាសនៃការសួរសុខទុក្ខនៅជួរមុខក៏បានជួបជាមួយគ្រួសារនៃតបដែលបានចម្លៀសចេញពីជួបទើមលើឋានរបស់គាត់នៅតបបដតព្រំដែនបងអូនស្រីម្នាក់ពេលជួបខ្ញុំគាត់បានរំលឹកថាប្តីរបស់គាត់ដែលជាយោធិនបានស្នើឲ្យគាត់នាំកូនទាំង4នាក់របស់គាត់ដែលអាយុបងគេត្រឹមតែអាយុ15ឆ្នាំហើយពៅគេដល់អាយុ1ឆ្នាំកន្លះទេសូមឲ្យអូនយកកូនយើងទៅទីទួលសុវត្ថិភាពដើម្បីបងថែរក្សាទឹកចិត្តស្មារតីក្នុងការការពារបូរណភាពទឹកដីរបស់យើងនេះជាទឹកចិត្តរបស់កងទ័ពតែក្នុងពេលនេះម៉ោងនេះដូចខ្ញុំបាននិយាយនេះគឺជាស្មារតីភាពអង់អាចក្លាហានវីរភាពនិងទឹកចិត្តរបស់កងកម្លាំងរបស់យើងក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសដោះស្រាយបញ្ហាដោយសន្តិវិធីដោះស្រាយគ្រប់មធ្យោបាយទាំងអស់ទាំងការទូតទាំងច្បាប់ទាំងយោធាតែទាំងអស់យើងជ្រើសរើសរកដំណោះស្រាយសុខសន្តិភាពអ្វីដែលសុខសន្តិភាពដោយសម្ដេចតេជោបានលើកឡើងទោះបីយកករណីតាមមាត់ធំតាមមាត់តូចមុំ3ក៏ដូចជាប្រាសាទតាក្របីទៅតុលាការ RLA ដែលក្នុងនោះគឺ
ការទូតដំណើរការទូតរបស់កម្ពុជាបានយកលិខិតទូរយសាយទៅហើយនេះគឺជាដំណោះស្រាយឈ្នះឈ្នះដែលកម្ពុជាសង្ឃឹមថាភាគីមកខាងទៀតនឹងឯកភាពចូលរួមចំណែកក្នុងការដោះស្រាយដោយសន្តិវិធីនេះមានតែតឡាការឡាអីទេដែលអាចមានភាពអព្យាក្រឹតក្នុងការមើលឃើញនិងដោះស្រាយបញ្ហានេះដោយសន្តិវិធីផ្អែកទៅលើមូលដ្ឋាននៃច្បាប់និងមូលដ្ឋាននៃច្បាប់អន្តរជាតិចឹងទោះបីកងកម្លាំងបដាអាវុធរបស់យើងមានទឹកចិត្តឆន្ទៈក្នុងការត្រៀមខ្លួនក្នុងការការពារបូរណភាពទឹកដីក្នុងករណីដែលមានក្នុងជាអត្តាហេតុណាមានបំណងឈ្លានពានចូលមកលើទឹកដីយើងតែប៉ុណ្ណោះគឺយើងត្រៀមខ្លួនក្នុងការការពារតែប៉ុណ្ណោះក៏ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចមហាបវរទឹកដីរាជរដ្ឋាភិបាលកម្ពុជាប្រជាជនកម្ពុជាជ្រើសរើសសុខសន្តិភាពជ្រើសរើសសន្តិភាពជ្រើសរើសដំណោះស្រាយដោយសន្តិវិធីដើម្បីភាពសុខសាន្តនៃប្រទេសនិងប្រជាជនយើង